មុននឹងគិតថាជីវិតខ្លួនឯងលំបាកសូមមើលគាត់ជាគំរូសិនដែលគាត់ជាជនពិការទេក៏ប៉ុន្តែគាត់អាចជួយជនពិការដូចជាគាត់បានទៀតផងតែក្មេង5នាក់នេះកើតមកពិការតាំងពីកំណើតតែម្ដងគឺគាត់គ្មានជើងទាំងពីរហើយចំណែកឯដៃវិញគឺមានតែម្ខាងទេហើយបន្ទាប់ពីកើតមកភ្លាមហ្នឹងគឺត្រូវបានឪពុកនឹងបំបោះបង់ចោលតែម្ដងដែលមិនទទួលស្គាល់ថានេះគឺជាកូនរបស់គាត់ទេហើយថែមទាំងបង្កប់ឲ្យអ្នកស្រី Lisa Actor នឹងគឺយកកូននឹងទៅបំបោះបង់ចោលទៀតក៏ប៉ុន្តែចិត្តជាម្ដាយគឺអ្នកស្រី Lisa Actor គឺគាត់មិនបានយកកូនទៅបំបោះបង់ចោលទេគាត់សុខចិត្តអោបកសបកូនតែម្នាក់ឯងយកកូនចិញ្ចឹមតែម្នាក់ឯងបន្ទាប់មករឿងនេះក៏បានសរសើរភ្ញាក់ផ្អើលមានការភ្ញាក់ផ្អើលច្រើនខ្លាំងមែនទែនរហូតដល់ដឹងឮដល់លោក Mary Afritic ដែលជាអ្នកបង្កើតមាតិកាដ៏ល្បីមួយរូបនៅក្នុងប្រទេសបង់ក្លាដេសហើយនៅក្នុង account TikTok របស់គាត់ខ្ញុំឃើញមានអ្នក follow 400k ជាងដែលខ្លួនជាជនពិការផងក៏អាចនឹងយល់ពីភាពកក់ក្ដៅមួយនេះគាត់ក៏បានផ្ដល់ភាពកក់ក្ដៅទៅឲ្យក្មេងប្រុសមួយនោះដែលគាត់បានទៅអោបនិងបំពេនិងជូនថវិកានិងហិរញ្ញវត្ថុខ្លះដើម្បីជួយសម្រាលបន្ទុកនៃការលំបាកមួយនេះដល់អ្នកស្រី Lisa Actorដឹងអត់ថានៅពេលដែលឲ្យក្មេងលេងតុក្កតាគឺវាជារឿងមួយដ៏ល្អគឺវាជួយឲ្យខួរក្បាលរបស់ក្មេងនឹងមានការអភិវឌ្ឍមួយបានល្អខ្លាំងមែនតើមិនថាតុក្កតាមិនថាថយឡានអីទេនិយាយរួមទៅគឺវាល្អជាងការឲ្យក្មេងនឹងលេង tablet ឬមួយក៏ទូរស័ព្ទនៅពេលដែលក្មេងលេងតុក្កតាគឺពួកគាត់តែងតែបង្កើតតួអង្គនិងបង្កើតសាច់រឿងផ្សេងដែលជួយឲ្យខួរក្បាលរបស់គាត់ធ្វើការតួអង្គនេះចេះតួអង្គនេះចោះត្រូវបែបនេះត្រូវបែបនោះអីអញ្ចឹងទៅហើយការលេងតុក្កតាគឺមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនតើដូចជាអ្នកទំនងនៅក្នុងសង្គមហើយប្រសិនបើពួកគាត់លេងជាក្រុមមួយក៏លេងពីរនាក់វិញគឺវាធ្វើឲ្យទំនាក់ទំនងរបស់ពួកគាត់រឹតតែល្អហើយការសិក្សាថ្មីដែលខ្ញុំបានឃើញនៅក្នុងអត្ថបទ The Conversation គឺគេបានយកក្មេងពីរក្រុមដែលក្មេងមួយក្រុមគឺជាអ្នកលេង tablet និងក្មេងមួយក្រុមទៀតគឺជាអ្នកលេងតុក្កតាឬមួយក៏ថយឡានអីចឹងទៅរយៈពេលប្រហែល6សប្តាហ៍ដែលមានការកត់សម្គាល់និងការត្រួតពិនិត្យពីឪពុកម្ដាយរបស់ពួកគេបន្ទាប់ពីការធ្វើតេស្តនេះរយៈពេល6សប្តាហ៍រួចរាល់ក្មេងទាំងពីរក្រុមបានត្រឡប់មកវិញគេក៏បានឃើញថាកុមារដែលត្រូវបានចាត់តាំងឲ្យលេងជាមួយតុក្កតាបានបង្ហាញអំពីភាពប្រសើរឡើងកាន់តែខ្លាំងឡើងក្នុងការយល់របស់ពួកគេអំពីមនុស្សជុំវិញខ្លួនដោយសារតែនៅពេលដែលពួកគាត់លេងនឹងគឺខួរក្បាលរបស់គាត់គឺកំពុងតែធ្វើការដោយបង្កើតតួអង្គបង្កើតសាច់រឿងនីមួយៗដែលធ្វើឲ្យខួរក្បាលកាន់តែប្រសើរឡើងតែឯក្មេងដែលលេង tablet វិញគឺគាត់អត់សូវមានភាពសកម្មពេកទេគឺគាត់អង្គុយតែមើលអញ្ចឹងទៅអាខ្លះទៅវាអាចនឹងល្អអាខ្លះទៅគឺវាអាចនឹងអត់ល្អអញ្ចឹងណាតែកុមារដែលលេងតុក្កតាលេងឡានអីហ្នឹងណាឃើញនឹងតែសមឪពុកម្ដាយហ្មងក៏ប៉ុន្តែឪពុកម្ដាយហ៊ានចំណាយអត់ដើម្បីឲ្យកូនលេងតុក្កតាឬមួយក៏លេងឡានទាំងហ្នឹងចំណាយទៅដែលសារតែវាប្រសើរជាងឲ្យកូននឹងមើលទូរស័ព្ទដើម្បីបំបត្តិភាពអត់សក់